សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញពីកាក់ចិនដែលជាទូទៅប្រើប្រាស់ក្នុងក្បួនតារាសាស្ត្រនិងការរៀបចំហុងស៊ុយផ្ទះលក្ខណៈសម្បត្តិកាក់ចិន 1. កាក់ធ្វើឡើងអំពីស្ពាន់ធាតុលោហៈ 2. ខាងមុខមានសត្វទាំង12ខាលថោះរងម្សាន់មមីមម៉ែវើករកកាចកកជូតនិងឆ្លូវបង្កើតបានជាធាតុទាំង5ខាងក្រោយមានសញ្ញាប៉ាគ័រទាំង3បង្កើតបានជាធាតុទាំង5គ័រខណ្ឌតំណាងឲ្យទឹកនៅទិសខាងជើងគ័រខុនតំណាងឲ្យដីសើមនៅទិសខាងត្បូងឈៀងលិចគ័រចិនតំណាងឲ្យដើមឈើធំនៅទិសខាងកើតគ័រស៊ុនតំណាងឲ្យដើមឈើតូចនៅទិសខាងត្បូងឈៀងកើតគ័រឈៀនតំណាងឲ្យគ្រឿងអលង្ការនៅទិសខាងជើងឈៀងលិចគ័រទុយតំណាងឲ្យរ៉ែមាសនៅទិសខាងលិចគ័រគិនតំណាងឲ្យដីភ្នំនៅទិសខាងជើងឈៀងកើតគ័រលីតំណាងឲ្យភ្លើងនៅទិសខាងត្បូងការប្រើប្រាស់កាក់ចិននេះគេប្រើចំនួន6គ្រាប់នៅជាមួយគ្នាដោយមានអត្ថន័យជាការព្យាបាលនិងកាក់ចិនមានធាតុលោហៈជាទូទៅហៅថាធាតុមាសប្រើប្រាស់ដើម្បី 1. ប្រើដើម្បីជំរុញតារាសាស្ត្រលេខ1ចរចូលតាមយុគៈឆ្នាំឬខែដែលតារាលេខ1នេះមានអត្ថន័យល្អគឺសតិបញ្ញាឆ្លាតវៃគិតលឿនធ្វើលឿនហើយតារាសាស្ត្រលេខ1នេះមានធាតុទឹកដូច្នេះយោងតាមគោលការណ៍នៃធាតុទាំង5គឺមាសកកទឹក 2. ប្រើដើម្បីកាត់បន្ថយតារាសាស្ត្រលេខ5និងលេខ2ដែលតារាសាស្ត្រទាំងពីរនេះមានធាតុដីយោងតាមគោលការណ៍នៃធាតុទាំង5មាសជាធាតុកូនរបស់ដីដូច្នេះមាសបន្ថយដីអត្ថន័យតារាសាស្ត្រលេខ5គឺជាផ្កាយព្រឹកគ្រោះឬហៅថាផ្កាយភ្នំភ្លើងត្រៀមផ្ទុះនិងតារាសាស្ត្រលេខ2ជាផ្កាយជំងឺសូមគោរពជូនពរសុខភាពល្អវិបុលសុខនិងសុភមង្គលនិងសេចក្តីក្សេមក្សាន្តកើតមានដល់ក្រុមគ្រួសាររបស់លោកអ្នកទាំងអស់គ្នាសូមអរគុណ